ពេលដែលគេប្រកាសហ្នឹងខ្ញុំកំពុងតែដេកឡើយប្រហែលម៉ោង1ថ្ងៃទេតែក្រោកមកសប្បាយចិត្តថាអូបានចូល Paragon បានចូលអីចឹងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងត្រឡប់មកវិញមកកាន់កម្មវិធី Paragon U Knowledge Talk Season 2 Episode 7សម្រាប់ថ្ងៃនេះដែរយើងនឹងនិយាយយើងនឹងស្វែងយល់អំពីដំណើរជីវិតនិងបទពិសោធន៍របស់សិស្សានុសិស្សដែលគាត់ទទួលបានអាហារូបករណ៍ 100% ពេញនៅសាកលវិទ្យាល័យ Paragon នេះនិងខ្ញុំឈ្មោះឡាលេងជូជានិស្សិតឆ្នាំទី2សិក្សាជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មអញ្ចឹងកុំឲ្យបងអង្គពេលយូរសូមអញ្ជើញភ្ញៀវកិត្តិយសយើងទាំងពីរណែនាំខ្លួនជាមុនសិនខ្ញុំបានឈ្មោះតាំងជីវុតជានិស្សិតផ្នែកសម្ភារសេវាកម្មសំណង់ស៊ីវិលខ្ញុំសប្តាហ៍ថ្ងៃសិក្សាឆ្នាំទី3នៅសាកលវិទ្យាល័យអន្តរជាតិ Paragon ខ្ញុំឈ្មោះប៉ែនកុលបុត្រជានិស្សិតនៅ Department វិទ្យាសាស្ត្រ Computer ហើយនៅពេលចូលរៀនវិញចូលឆ្នាំទី3អូខេសូមអរគុណអញ្ចឹងដូចអ្នកនរបានអ្នកទាំងពីរបានដឹងចឹងថាមេត្តាយើងថ្ងៃហ្នឹងយើងនឹងនិយាយអំពីអាហារូបករណ៍នៅសាកលវិទ្យាល័យ Paragon ហ្នឹងតើអ្នកទាំងពីរទទួលបានអាហារូបករណ៍ហ្នឹងដោយរបៀបណាហើយតើជាអាហារូបករណ៍ប្រភេទអ្វីខ្ញុំអាហារូបករណ៍របស់ខ្ញុំគឺខាង Department គឺដំណើរអាហារូបករណ៍របស់ខ្ញុំគឺខ្ញុំពេលហ្នឹងឃើញតាម Facebook មិត្តភ័ក្តិគាត់ share post របស់ Department ខាងសំណង់ស៊ីវិលហ្នឹងហើយខ្ញុំឃើញទៅគេពេលដែលគេធ្វើហ្នឹងគឺគេធ្វើ concrete mixing challenge គឺគេឲ្យយើងលាយបេតុងអញ្ចឹងនៅក្នុង post ហ្នឹងគេតម្រូវឲ្យយើងចូលសិក្ខាសាលាមួយដើម្បីគេបង្ហាត់យើងហើយគេមានគ្រូម្នាក់គាត់មកបង្ហាញតាម online ហើយពេលដល់បង្ហាញចាប់ហើយគេឲ្យយើងរៀបចំចាក់បេតុងមែនតើយើងរៀបចំនៅផ្ទះព្រោះពេលហ្នឹងពេល COVID អញ្ចឹងទៅគេឲ្យយើងរៀបចំបេតុងគឺយើងទិញថ្មទិញខ្សាច់ទិញគ្រួសទិញទឹកអីមកលាយខ្លួនឯងថតវីដេអូហើយយើងទៅសេ report ពេលសេ report ចប់យើងសេ portfolio ហើយផ្ញើទាំងអស់ហ្នឹងទៅឲ្យគេហើយគេជ្រើសរើសទៅពេលដែលខ្ញុំចូលហ្នឹងគឺខ្ញុំមានត្រូវការ interview អីទៅគឺខ្ញុំទៅសេរៀបចំប៉ុណ្្នឹងឲ្យគេទៅក៏គេ process របស់ទៅប៉ុណ្្នឹងទៅក៏គេចេញលទ្ធផលប្រហែលជារយៈពេល1អាទិត្យ2អាទិត្យក្រោយមកគេចេញលទ្ធផលសម្រាប់ខ្ញុំវិញគឺខ្ញុំបានទទួលអាហារូបករណ៍ដោយខាង scholarship exam នោះសាលាយើងធ្វើគាត់ post តាម Facebook ជារៀងរាល់ឆ្នាំហើយគឺនិយាយទៅគឺយើងគ្រាន់តែជ្រើសរើសថាយើងចង់រើសមុខវិជ្ជាអីគេដែលយើងចង់រៀនហើយយើងបង់លុយឲ្យគេទៅបន្ទាប់មកយើងចាំដល់ថ្ងៃដែលយើងត្រូវប្រឡងហើយប្រឡងហ្នឹងប្រឡង online ទៀតចឹងវាជាទូទៅគឺជាច្រើនសំណួរវាជា QCM ដូច្នេះវាទូទៅដែរប៉ុន្តែសំណួរគឺជាពិបាកតិចហើយបន្ទាប់មកគឺទៅពេលដែលយើងប្រឡងហើយយើងជ្រើសរើសមុខវិជ្ជារបស់យើងហើយប្រឡងចប់គឺយើងចាំរយៈពេលប្រហែលយូរតិចអត់ដូចខាងបងទេគឺប្រហែល1ខែទៅ2ខែបានបន្ទាប់មកគឺគេចេញលិចមកគឺបាន 100% 75% 50% ទៅតាមហ្នឹងហើយចំពោះអ្នកបាន75ទៅ 100% គឺគេហៅទៅធ្វើ interview ម្ដងទៀតប៉ុន្តែបើតែ process ដំណើរការគឺងាយស្រួលទូទៅទេបងចឹងដល់ពេលដែលអ្នកទាំងពីរកំពុងតែដាក់ទទួលយក scholarship ហ្នឹងតាមមាននៅក្នុងចិត្តហ្នឹងមានភាពជឿជាក់ប្រមាណភាគរយដែរព្រោះពេលហ្នឹងយើងមានអ្នកដតីដាក់ច្រើនដែរចំពោះខ្ញុំវិញមិនស្អាតខ្ញុំដឹងដែរថាកាលនៅឆ្នាំខ្ញុំហ្នឹងកាលឆ្នាំខ្ញុំដាក់ហ្នឹងគឺក្រោយ COVID ហ្នឹងណាគឺមានមនុស្សច្រើនព្រោះសារអ្វីដែលតាក់ទាញហ្នឹងគឺការប្រឡង online ហ្នឹងព្រោះសារការប្រឡង online ហ្នឹងវាដូចខ្ញុំនិយាយថាវាជាគុយសេអមអញ្ចឹងទៅជាតែមានការជឿជាក់ខ្លះដែរប៉ុន្តែដល់ពេលចូលទៅដល់ការប្រឡងមែនតើទៅគឺគេដាក់ថាបើយើងធ្វើខុសមួយសំណួរគេដកបន្ទុកមួយបើយើងធ្វើត្រូវបានបន្ទុក2ឬក៏3អីតាមហ្នឹងទៅហ្នឹង policy ការខ្ញុំប្រឡងចឹងទៅដល់ពេលចឹងវាឃើញថាភ័យដែរព្រោះសារមុនដំបូងគុយសេអមគេថាអូចេះគូសចោលហើយប៉ុន្តែដល់ពេលយើងគូខកគេដកបន្ទុកយើងវិញអាហ្នឹងវាភ័យខ្លាំងដែរបន្ទាប់មកគឺដូចសារខ្ញុំដឹងថាចំនួនហ្នឹង Paragon ហ្នឹងក៏សាលាដែលល្បីដែរដល់ពេលចឹងខ្ញុំដឹងថាមានមនុស្សច្រើនអ្នកដែលគេចាប់បានអាហារូបករណ៍ដែរចឹងក៏វាបាទវាដាក់សម្ពាធនៅលើខ្ញុំខ្លាំងដែរខ្លាំងតែពេលដែលកលមុតទទួលបានអាហារូបករណ៍ហ្នឹងហើយមានអារម្មណ៍ថាខ្លួនឯងអាចធ្វើបានខ្ញុំនៅផ្ទះហើយខ្ញុំហក់នៅលើពុកខ្ញុំអូខេចាំមកចំពោះខ្ញុំវិញពេលដែលដាក់អាហារូបករណ៍ហ្នឹងគឺដោយសារតែជា online ចឹងខ្ញុំបានជួបអ្នកដែលដាក់អាហារូបករណ៍ដែរចឹងខ្ញុំអត់ស្គាល់បាននិយាយជាមួយអ្នកដែលបេក្ខជនដទៃចឹងទៅភាគរយសង្ឃឹមខ្ញុំអត់ច្រើនដែរខ្ញុំគិតថា
យើងដាក់ចោលទៅដោយសារយើងពេលហ្នឹងក៏ខ្ញុំដាក់ apply ទៅសាលាផ្សេងៗច្រើនដែរតែយើងដាក់នេះក៏យើងអត់តែសង្ឃឹមដែរបើគេឲ្យយើងជាប់គេយើងធ្វើ interview ទៅ interview ធម្មតាហ្នឹងទៅពេលដែលគេប្រកាសហ្នឹងខ្ញុំកំពុងតែដេកឡើយប្រហែលម៉ោង1ថ្ងៃទៀតតែក្រោកមកសប្បាយចិត្តថាអូបានចូល Paragon បានចូលអីចឹង អូខេអញ្ចឹងដល់ពេលដែលអ្នកទាំងពីរទទួលបានអាហារូបករណ៍ពេញលេញ 100% ហ្នឹងហើយតើពេលដែលកំពុងរៀនរយៈពេលកន្លងមកនៅក្នុងសាកលវិទ្យាល័យ Paragon ហ្នឹងអ្នកទាំងពីរមានជាផលវិបាកឬក៏អាហារូបករណ៍ហ្នឹងបានជាឥទ្ធិពលទៅលើជីវិតឬក៏ការសិក្សាអ្នកទាំងពីរដូចម្ដេចខ្លះ ខាងបើនិយាយពីផលល្អចុះគឺពេលដែលទទួលបានអាហារូបករណ៍ហ្នឹងគឺអាហារូបករណ៍បានជួយដល់ជីវភាពគ្រួសារយើងដែរដោយសារតែបាន 100% ហ្នឹងយើងអត់ត្រូវការបង់ tuition fee អីទេប៉ុន្តែយើងនៅតែត្រូវបង់ registration fee រាល់ឆ្នាំតែគ្រាន់តែពីគ្រាន់បើជាងដែលថាបើយើងបង់ពេញឬក៏បង់ 50% បង់ 70% អញ្ចឹងដែរហើយចំពោះផលអាក្រក់វិញដូចជាបើសម្ពាធពីសាលាដូចជាអត់ដូចជាមានដែរគឺគេតម្រូវឲ្យខាង 100% ហ្នឹងឲ្យត្រូវតែរក្សា CGPA នៅលើ 2.5 ហើយបើខ្ញុំចាំ 75% គឺ 2.25 ហើយនឹងអ្នកដែលបាន 50% និង 25% គឺ CGPA ត្រូវតែលើ2 CGPA ត្រូវតែលើ2បើសិនជានៅក្រោមហ្នឹងគេ warning យើងគឺគេហៅយើងទៅជួបហើយគេផ្ញើ email មកហើយគេឲ្យពេលយើងរយៈពេល2 semester ឬក៏1ឆ្នាំដើម្បីឲ្យយើងខំប្រឹងរៀនដើម្បីឲ្យឡើងទៅលើកម្រិតនៃ CGPA ហ្នឹងវិញចុះក៏មក ជួយឲ្យខ្ញុំដូចជិតច្រើន incident គាត់ដែរវាតេតងជាមួយនឹងជីវភាពគ្រួសារខ្ញុំអត់សូវត្រូវការភ័យរឿងតេតងជាមួយនឹងថាដល់ពួកខែបងលុយខ្ញុំត្រូវសុំមកខ្ញុំ1000អីចឹងណាខ្ញុំអត់ត្រូវការភ័យរឿងហ្នឹងគឺយើងគ្រាន់តែបង់លុយ registration fee របស់យើងហើយគឺយើងអាចរៀនតទៅមុខបានហើយហើយក្នុងគណៈពេលហ្នឹងដែរគឺខ្ញុំគឺអត់សូវមើលនិយាយពីសម្ពាធសាលាវិញគឺដូចគាត់និយាយដែរគឺតែងតែមានសម្ពាធតាក់ទងជាមួយនឹងការរក្សា GPA របស់យើងដោយសារមកយើងដាក់ GPA របស់យើងធ្វើឲ្យយើងរៀនធ្លាក់ GPA យើងក្រោមដូចគាត់និយាយចេះ 2.5 ហ្នឹងគឺគេនឹងញ៉ាំ email ហើយបញ្ជាក់ប្រាប់យើងថាសូមខំប្រឹងឡើងវិញអីចឹងណាបាទប៉ុន្តែអ្នកទាំងពីរដែលបានជួបនៅក្នុងករណីហ្នឹងអត់ករណីពេលដែលគេឲ្យ warning អីហ្នឹង ចំពោះខ្ញុំវិញអត់ទេព្រោះជាសារយើងតខំប្រឹងដែរបើយើងអត់ខំប្រឹងទេគឺវាភ័យហើយរឿងធ្លាក់ហ្នឹងហើយយ៉ាងណាមួយតែធ្លាក់ហ្នឹងអត់ដឹងម៉ាក់ឪថាអត់មួយដល់ពេលចឹងទៅយើងចេះតែខំប្រឹងខ្លួនឯងទៅកុំឲ្យថាទៅដល់ផ្ទះប្រាប់ម៉ាក់ថាថ្ងៃហ្នឹងឆ្នាំហ្នឹងកូនសុំប្រហែល1000អីចឹងណាបាទ សុំមក ខ្ញុំដូចគាត់ដែរគឺខ្ញុំអត់ដែរបានជួបខ្ញុំមានមិត្តភក្តិខ្ញុំគាត់ជួបខាងហ្នឹងដោយសារតែគាត់ធ្លាក់ CGPA ក្រោម 2.5 ហ្នឹងទៅគេសាលាគេហៅទៅជួបហើយនិយាយ email អញ្ចឹងទៅហើយដល់អញ្ចឹងទៅខ្ញុំឃើញគាត់អានេះជាខ្ញុំឃើញគាត់ផ្ទាល់ខ្ញុំអត់ដែរបានបើនេះគឺគាត់ខំប្រឹងរៀនឡើងវិញដើម្បីឲ្យឡើង CGPA លើកម្រិតហ្នឹងវិញបើសិនជាយើងមួយឆ្នាំហ្នឹងហើយនៅតែក្រោមហ្នឹងដូចជាគេកាត់ 25% របស់យើងវិញប៉ុន្តែអ្នកទាំងពីរអាចប្រាប់បន្តិចបានថាកុំលឺយើងធ្វើដូចនេះដើម្បីរក្សាអាហារូបករណ៍យើង 100% ថេហ្នឹងសូមបងជួយមុនអានេះចំពោះនេះគឺអានេះខ្ញុំគិតថាតាមជំនាញដែរបើចំពោះខ្ញុំតើខាងវិស្វករជំនាញវិស្វករនេះដើម្បីរក្សាកម្រិតត្រូវនៅលើ2.5យើងត្រូវ obviously យើងត្រូវខំប្រឹងរៀនប៉ុន្តែដោយសារតែពេលដែលរៀនហ្នឹងគឺប្រឡងពិបាកឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មួយចុះអ្នកដែលធ្លាប់រៀននៅ Calculus 1អញ្ចឹងគឺគាត់ប្រហែលចាំអីគឺពេលរៀនពិបាកមែនតើគឺលោកគ្រូគាត់បញ្យល់មករៀនលឿនហើយណាមួយយើងតាមចូលសកលថ្មីផងយើងអត់ត្រឡប់environment ថ្មីអញ្ចឹងទៅគ្រូបណ្ដោះគាត់បញ្យល់រៀន online ទៀតបណ្ដោះចូល online គាត់និយាយ2ម៉ោងចប់ហើយទៅយើងអត់
ខ្ញុំជាសិស្សខ្ញុំអត់ដឹងថាខ្ញុំគួរកាត់យើងគេមានបរិញ្ញាយើងថាកាត់មិនព្រោះ high school យើងថាគ្រូគាត់ប្រាប់យើងកាត់នេះយើងធ្វើលំហាត់នេះអញ្ចឹងទៅបើពេលចូលមកដំបូងគឺខ្ញុំអត់មានគេមានណាគេប្រាប់ហ្នឹងទាំងអស់ហើយទៅខ្ញុំអត់ដឹង take note មិនអត់ដឹងត្រូវរៀនខ្លួនឯងមិន self study ក៏ខ្ញុំអត់ចេះរៀនដែរមើលសភៅមកអត់យល់មែនថាខ្ញុំមើលអង់គ្លេសអត់យល់គឺយើងមើលសភៅហ្នឹងអត់យល់ហ្មងអត់ដឹងថាធ្វើចេញពីណាទៅណាហើយលំហាត់ assignment អញ្ចឹងគាត់ទៅចាប់ session ហ្នឹងភ្លាមខាង TA គាត់តម្លាក់ assignment មកថាអូធ្វើពីប៉ុណ្នេះដល់ប៉ុណ្នេះហើយធ្វើយើងអត់ដឹងថាយើងគួរទៅ save មិនត្រូវ submit តាមណាយើងគឺអត់ដឹងអីហ្មងពេលដែលចូលរៀនហ្នឹងប៉ុន្តែពេលដល់យូរទៅយើងនឹងចេះadapt ទៅតាមអ្វីហ្នឹងទៅខ្ញុំគិតថាពេលហ្នឹងក៏ខ្ញុំរៀងបាក់ទឹកចិត្តដែរដោយសារតែពេលហ្នឹងយើងឃើញអ្នកដទៃឃើញគេចូលមកគេរាប់បានមិត្តភ័ក្តិគេចូលរៀនដូចចេះគេប្រឡង quiz គេប្រឡង midterm អីគេប្រឡងបានបន្ទូច្រើនបើយើងមិនប្រឡងឲ្យតែមកជាប់ឲ្យតែបានរួចខ្លួនណាអញ្ចឹងទៅពេលខ្លះទៅក៏រៀងពិបាកដែរប៉ុន្តែជាមួយហ្នឹងតើ semester ដំបូងឯងប៉ុន្តែពេលដល់ semester ទី2 semester ទី3ទៅខ្ញុំអាច adapt ទៅតាមហ្នឹងបានហើយខ្ញុំអាចរក្សាCGPA ខ្ញុំនៅលើ2.5មកគេចំពោះខ្ញុំវិញតាក់ទងជាមួយទាំងលើគឺខ្ញុំនិយាយទៅខ្ញុំចិត្តបោកខ្លួនឯងប្រាប់ថាគេដាក់ទំនុកចិត្តនៅលើខ្ញុំខ្លាំងទាំងឪពុកម្ដាយទាំងខាងគ្រូដែលឲ្យអាហារូបករណ៍របស់យើងហើយនឹងខាងកូនសិស្សដែលគេអត់ទទួលបានអាហារូបករណ៍ 100% ដូចយើងខ្ញុំមិនចង់ថាគាត់ចំណែនទេប៉ុន្តែគាត់ដូចមានទុកចិត្តចំពោះខ្ញុំគាត់ថាគាត់ស្ដាយក្រោយដែរសំជាពិសេសអ្នកខ្លះនឹងខ្ញុំមិត្តភក្តិរបស់ខ្ញុំមួយគាត់បានអាហារូបករណ៍ 100% បំរុងអញ្ចឹងមិនន័យថាគាត់បើមានអ្នកណាគេដែលបាន 100% នឹងគាត់មកចោះឈ្មោះគឺគាត់នឹងបាន 100% ហើយវាផ្សាយអីខាងមុខជារបស់គាត់នឹងគេចោះឈ្មោះទាំងគ្រប់ 100% នឹងមាន2នាក់គាត់ចោះឈ្មោះទាំង2នាក់អញ្ចឹងទៅគាត់បាន 75% វិញហើយគាត់មកប្រាប់ខ្ញុំដែរថាកាលហ្នឹងគាត់ស្ដាយខ្លាំងដែរប៉ុន្តែគាត់ធ្វើដូចទៅគាត់មានតែប្រឹងខ្លួនឯងវិញប៉ុន្តែដល់ពេលចឹងទៅខ្ញុំថាខ្ញុំដាក់អារម្មណ៍របស់គាត់នៅលើអារម្មណ៍របស់ខ្ញុំវិញថានេះចូលវាយើងបាន 100% ប៉ុន្តែដល់ពេលអ្នកចិត្តបាន 75% នោះក៏បានបន្ទប់លើសយើងអាហ្នឹងមានន័យដូចមិនដេចដែរមិនមានន័យថាគេសំជាងគេសំខ្ញុំ 100% នឹងជាងទៅក៏ខ្ញុំបងបិឆោតខ្លួនឯងថាគួរតែធ្វើឲ្យបានល្អជាងគាត់អាហ្នឹងធ្វើឲ្យខ្ញុំនឹងខំខ្លាំងជាងគាត់ដែរហើយគំនិតមួយទៀតគឺខ្ញុំគិតរបៀបចេះវិញខ្ញុំអត់ចូលចិត្តដាក់ថាខ្ញុំចង់បានយ៉ាងតិចប៉ុណ្នេះទេឧទាហរណ៍ថាខ្ញុំចង់បានមុខទូចង់បានប្រឡងបាក់ដប់ B ខ្ញុំអត់ចង់ដាក់ប្រាប់ខ្លួនឯងថាយ៉ាងតិច B ទេខ្ញុំចង់ដាក់ថាធ្វើម៉េចយក B ឲ្យបាននៅពេលដែលខ្ញុំដាក់អារម្មណ៍ mindset ថាធ្វើម៉េចយក B ឲ្យបានហ្នឹងនៅពេលដែលខ្ញុំបាន B ហើយអីគេទៀតគឺខ្ញុំថាអូខ្ញុំចង់បាន A ពេលចប់ A ហើយខ្ញុំចង់បានភាគរយ0.01% នៃប្រទេសកម្ពុជាក្នុងការប្រឡងបាក់ដប់ចាំទៅគឺមានន័យថាចាប់ពី goal មួយគឺយើងមាន goal មួយទៀតចាប់ពី goal មួយគឺយើងមាន goal មួយទៀតនៅពេលប៉ុន្តែនៅពេលដែលយើងដាក់ថាយើងចង់បានយ៉ាងតិច B វាដូចថាអូខ្ញុំបាន B ហើយការងាររបស់ខ្ញុំចាប់ត្រឹមប៉ុណ្្នឹងអញ្ចឹងអានឹងក៏ជាគំនិតមួយដែលខ្ញុំប្រើប្រាស់ជារៀងរាល់ថ្ងៃនៅពេលដែលtôiប្រឡងហើយនិយាយសូត្រនៅ Paragon នេះដែរអូខេចឹងជាសំណួរចុងក្រោយរបស់យើងចង់ដឹងថាអ្នកទាំងពីរមានជាពាក្យពេចន៍ឬមួយក៏កន្លឹះអ្វីខ្លះចង់និយាយទៅកាន់បងប្អូនជំនាន់ក្រោយយើងដែលគាត់ចង់ដាក់អាហារូបករណ៍ចូលទៅសាកលវិទ្យាល័យណាមួយនៅក្នុងប្រទេសកម្ពុជាឬមួយក៏ប្រទេសក្រៅចឹងចំពោះខ្ញុំវិញគឺខ្ញុំចង់ឲ្យបងប្អូនគាត់មានconfidence គឺការជឿជាក់នៅលើខ្លួនឯងបើទៅស្អាតអត្តចរិតនឹងមួយគឺបង្ខំឲ្យយើងបង្ខំឲ្យយើងមានស្តង់ដារនិយាយចាំវិញនៅពេលដែលយើងមានស្តង់ដារនឹងមួយគឺការងារដែលយើងធ្វើនោះគឺតែតែមាន branding មួយអាចថា branding មួយក៏បានដែរគឺយើងឲ្យតែយើងមានស្តង់ដារខ្ពស់គឺយើងនឹងចេញលទ្ធផលនៅក្នុងការសិក្សាចេញលទ្ធផលនៅក្នុងការធ្វើ product ចេញលទ្ធផលនៅក្នុងការគ្រប់ការងារទាំងអស់ហ្នឹងគឺយើងមានសញ្ញាថាយើងអ្នកធ្វើអាហ្នឹងគឺយើងស្តង់ដារនឹងមួយហើយពេលដែលយើងមានគេហៅ consistency ហ្នឹងគឺpicture គឺគេចូលចិត្តចំពោះខាង professor ចំពោះខាងអីហ្នឹងនៅពេលដែលយើងមាន consistency យើងមាន confidence ជា standard គឺគាត់ឃើញថាយើងនឹងខំប្រឹងសំខាន់ថាការខំប្រឹងហ្នឹងគឺអ្វីដែលជំរុញឲ្យយើងខុសពីគេអ្នកដទៃអ្នកដទៃគេទទួលបានអាហារូបករណ៍ហ្នឹងតែគាត់ថាដូចគាត់ទទួលបានអាហារូបករណ៍ហើយគាត់ថា smooth cruise វាទៅមួយដល់ពេលអ្នកផ្សេងចិត្តទៅគាត់តែងតែ take on new challenges គឺ consistency ហ្នឹងគឺអ្វីដែលធ្វើឲ្យយើងនឹង try ខុសគេហើយឲ្យគេទទួលយើងបាទ
ចឹងសម្រាប់ខ្ញុំ ចង់បន្ថែមទៅអ្វីដែលគាត់និយាយអញ្ចឹងគឺក្រៅពីទីគាត់និយាយអញ្ចឹងយើងត្រូវតែមាន confidence យើងត្រូវតែមានអត្តចរិតឬក៏មានស្តង់ដារមួយដែលពេលដែលខាងគណៈកម្មការគេមើលមកយើងឬក៏គេ interview យើងគឺគេជឿជាក់លើយើងគឺគេដឹងថាយើងពិតជាសមនឹងទទួលបានអាហារូបករណ៍ហ្នឹងមែនចង់ថាហ្នឹងគឺមួយទៀតគឺទៅពេលដែលយើងមុននឹងយើង apply ទៅអាហារូបករណ៍អីមួយយើងគួរតែស្គាល់ខ្លួនឯងថាយើងចង់រៀនខាងយើងរៀនខាងអ្វីហើយចូលរៀនហ្នឹងគឺគេរៀនអីគេរៀនរបៀបម៉េចហើយពេលរៀនចប់ទៅគេធ្វើការខាងអីហើយចូលធ្វើការហ្នឹងតើរាល់ថ្ងៃដែលអ្នកដែលជំនាញអ្នកដែលធ្វើការក្នុង field ហ្នឹងគឺគេរាល់ថ្ងៃគេធ្វើអ្វីហើយពេលដែលយើងដឹងអស់ហ្នឹងហើយយើងសួរខ្លួនឯងថាតើយើងចង់ធ្វើអញ្ចឹងអត់ពីព្រោះនេះគឺជាអនាគតរបស់យើងពេលដល់យើងរៀនចប់អីទៅយើងចូលធ្វើការទៅគឺយើងនៅខាងហ្នឹងហើយបើសិនយើងអត់ចូលចិត្តជំនាញហ្នឹងទេយើងអត់ចូលចិត្តអ្វីដែលគេធ្វើអ្នកជំនាញគេធ្វើរាល់ថ្ងៃទេយើងនឹងពេលដែលចូលធ្វើយើងនឹងស្អប់ការងារហ្នឹងហើយបើយើងស្អប់ការងារហ្នឹងគឺយើងនឹងអត់ enjoy ទៅយើងអារម្មណ៍ថាយើងទៅធ្វើការរាល់ថ្ងៃដោយបង្ខំចិត្តអញ្ចឹងទៅអត់សុបាយចិត្តអីចឹងហើយយើងអត់ផ្លូវចេញអត់ឃើញអញ្ចឹងណាយើងអត់ដឹងថាគួរធ្វើអ្វីអញ្ចឹងបើសិនយើងចូលធ្វើការយើងដឹងមុនហើយយើងស្រឡាញ់ការងារហ្នឹងយើងឃើញគេធ្វើការទៅយើងថាអូខេខ្ញុំចង់ធ្វើការហ្នឹងមែនអញ្ចឹងយើង pursue ទៅខាងហ្នឹងទៅជំនាញហ្នឹងscholarship ទាក់ទងនឹងជំនាញហ្នឹងទៅហើយមួយទៀតដើម្បីត្រៀមខ្លួនដើម្បីប្រឡងអាហារូបករណ៍ដូចជានៅ Paragon អញ្ចឹងគឺភាគច្រើនគឺខាងដែលខ្ញុំនិយាយទាក់ទង scholarship ខ្ញុំគឺវារៀង odd case វារៀងcase តែមួយអញ្ចឹងណាព្រោះឆ្នាំក្រោយៗនេះគឺគេភាគច្រើនគេ offer របៀបក៏គេនៅតែប្រឡងដូចខាងគាត់និយាយអញ្ចឹងគឺគាត់ត្រូវតែប្រឡងទាក់ទងនឹងមុខវិជ្ជាអ្វីមួយថតខាងវិស្វករហ្នឹងគឺប្រឡងគណិតប្រឡងរូបអីចឹងទៅហើយបើមុខវិជ្ជាផ្សេងគេមានប្រឡងជំនាញផ្សេងគេមានប្រឡងផ្សេងចឹងទៅអញ្ចឹងបើយើងឆ្លាញ់ខាងជំនាញណាហើយយើងគួរតែស្វែងយល់ពីជំនាញហ្នឹងហើយដឹងថាតើមុខវិជ្ជាអ្វីដែលគេនឹងប្រឡងហើយពេលយើងខំបង្រៀនលើមុខវិជ្ជាហ្នឹងទៅដើម្បីចូលប្រឡងជាប់ហើយពេលបានអាហារូបករណ៍បានចូលរៀនហើយយើងពេលដែលរៀនហ្នឹងក៏វាស្រួលយើងដែរដើម្បីតែស្អីយើងមានគ្រឹះពីខាងក្រោមហើយពេលចេញធ្វើការក៏យើងនៅតែអាចពឹងពាក់គ្រឹះពីដើមរហូតមកយើងខំប្រឹងតាំងពីថ្នាក់ទី11ទី12នឹងឡើងមករហូតដល់ពេលយើងរៀនចប់ហ្នឹងហើយអូខេបងចឹងនេះគឺជាចំចប់នៃ podcast របស់យើងសូមអរគុណអ្នកទាំងពីរដែលបានចូលរួមនៅក្នុង podcast យើងនៅថ្ងៃនេះចឹងសូមអ្នកនរគ្នាកុំភ្លេចតាមដាន page សាកលវិទ្យាល័យ Paragon របស់យើងផងដែរព្រោះនៅសាកលវិទ្យាល័យ Paragon របស់យើងក៏មានចែកជា scholarship ផ្សេងៗគ្នាសម្រាប់ឲ្យបងប្អូនចំនួនក្រោយដែលគាត់ទតប្រឡងថ្នាក់ទី12ចប់ផងដែរយើងមានដូចជា department scholarship ដែលអ្នកនរគ្នាត្រូវប្រឡងតាមមុខជំនាញយើងមានជាការ scholarship exam ដែលបន្តិចទៀតហ្នឹងយើងនឹងចាប់ផ្ដើមpost នៅក្នុង Facebook ហើយយើងមាន scholarship មួយទៀតហ្នឹងគឺជា scholarship lucky draw ដែលយើងនឹងចែកអាហារូបករណ៍ទៅអ្នកទាំងអស់គ្នាទៅតាមនីតិមួយដូចជាពី A ដល់ E ដែលអ្នកទាំងអស់គ្នាប្រឡងដាក់ដប់ហើយបាននីតិអីយើងអាចយកនីតិយើងហ្នឹងមកធ្វើជា lucky draw នៅសាកលវិទ្យាល័យ Paragon បានជាចុងក្រោយក៏យើងមានជា achievement scholarship ផងដែរដែលអ្នកទាំងអស់គ្នាចូលទៅប្រឡងថ្នាក់ជាតិដែលដូចជាការប៉ັດកីឡាករបាល់ទាត់ដែលអ្នកទាំងអស់គ្នាទទួលបានពានរង្វាន់ថ្នាក់ជាតិអីហ្នឹងអ្នកទាំងអស់គ្នាអាចយក achievement ឬមួយក៏សញ្ញាបត្រដែលទទួលបានពី achievement ទាំងអស់ហ្នឹងមកសុំអាហារូបករណ៍នៅសាកលវិទ្យាល័យរបស់ Paragon យើងបានជាចុងក្រោយសូមអរគុណទៅដល់ឆាសាញដែលបានឧបត្ថម្ភមកកាន់ podcast របស់យើងនៅថ្ងៃនេះសូមអរគុណ